អាមេរិកជាយាមតែងទឹកចិត្តអ្នកបើកយន្តហោះរបស់ប្រធានាធិបតីវេណេស៊ុយអេឡានីកូឡាស់ម៉ាឌូរ៉ូក្នុងការប៉ុនប៉ងចាប់ខ្លួនទីភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថាភ្នាក់ងារសហព័ន្ធអាមេរិកមួយរូបបានប៉ុនប៉ងជ្រើសរើសអ្នកបើកយន្តហោះផ្ទាល់ខ្លួនរបស់ប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាស់ម៉ាឌូរ៉ូជាផ្នែកនៃផែនការដើម្បីចាប់ខ្លួនមេដឹកនាំរូបនេះនិងបញ្ជូនគាត់ទៅមន្ទីរឃុំឃាំងអាមេរិកលើការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី28ខែតុលាឆ្នាំ2025បានឲ្យដឹងថាដោយលើកឡើងពីមន្ត្រីអាមេរិកបច្ចុប្បន្ននិងអតីតមន្ត្រី3នាក់ក៏ដូចជាគូប្រជែងម្នាក់របស់លោកម៉ាឌូរ៉ូភ្នាក់ងារសន្តិសុខមាតុភូមិ Edwin Lopez បានជួបជាមួយអ្នកបើកយន្តហោះលោកម៉ាឌូរ៉ូឧត្តមសេនីយ៍ Bintner Villegas នៅសាធារណរដ្ឋ Dominican ក្នុងឆ្នាំ2024 Edwin Lopez ត្រូវបានគេចោទប្រកាន់ថាបានផ្ដល់ប្រាក់និងការការពារដល់អ្នកបើកយន្តហោះជាថ្នូរនិងជាការបំវាយយន្តហោះរបស់លោកម៉ាឌូរ៉ូទៅកាន់ទីតាំងមួយកន្លែងដែលអាជ្ញាធរអាមេរិកអាចចាប់ខ្លួនគាត់អ្នកបើកយន្តហោះនៅតែមិនចុះសម្រុងប៉ុន្តែបន្តផ្លាស់ប្ដូរសារជាមួយភ្នាក់ងារអស់រយៈពេលជាង1ឆ្នាំសូម្បីតែបន្ទាប់ពីលោក Lopez ចូលនិវត្តន៍ក្នុងខែកក្កដាឆ្នាំ2025ក៏ដោយលោកប៉ែត្រូវបានគេរាយការណ៍ថាបានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងយុតិធម៌សហរដ្ឋអាមេរិកដែលបង្កើនប្រាក់រង្វាន់ទ្វេដងសម្រាប់ការចាក់ខ្លួនលោកម៉ាឌូរ៉ូដល់$50 លានដោយជំរុញឲ្យអ្នកបើកយន្តហោះលោក Bintner Villegas ក្លាយជាវីរបុរសរបស់វេណេស៊ុយឡាទីបំផុតអ្នកបើកយន្តហោះបានបដិសេធដោយហៅលោកប៉ែថាជាមនុស្សកំសាកនិងកាត់ផ្តាច់ទំនាក់ទំនងការលាតត្រដាងនេះកើតមាននៅពេលដែលសហរដ្ឋអាមេរិកបង្កើនសម្ពាធផ្នែកយោធានិងចារកម្មលើទីក្រុងការ៉ាកាសលោកប្រធានាធិបតី Donald Trump បានអនុញ្ញាតឲ្យ CIA ធ្វើប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវេណេស៊ុយអេឡាហើយបានដាក់ពង្រាយនាវាចម្បាំងយន្តហោះនិងកងទ័ពរាប់ពាន់នាក់ទៅកាន់តំបន់ការ៉ាប៊ីនសម្រាប់អ្វីដែលទីក្រុង Washington ហៅថាយុទ្ធនាការប្រឆាំងគ្រឿងញៀនអនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Pride LT the best quality of education in Cambodia វីតាល់មោទនភាពផលិតផលជាតិទឹកពិសាកម្ពុជាជំរឿដ៏ឆ្លាតវៃសម្រាប់សុខភាពអូគីដេវីឡាយើងជាអ្នកអភិវឌ្ឍអចលនទ្រព្យដែលរីកចម្រើនលឿនបំផុតនៅកម្ពុជាNagavel ទទួលយកនៅបទពិសោធន៍ដ៏អស្ចារ្យពីមណ្ឌលកំសាន្តប្រចាំតំបន់ទន្លេមេគង្គ